ខ្ញុំឈ្មោះសូសុននៅភូមិខ្មោមឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរីធ្លាប់ដើរលេងព្រៃលេងកើតទៅបានឃើញសបុកហ្នឹងទៅខ្ញុំសួរគេថានេះសត្វនេះខ្ញុំធ្លាប់ឃើញចំណុចនេះចំណុចនោះអញ្ចឹងហើយគេឲ្យខ្ញុំរាយការណ៍ទៅប្រាប់អង្គការបាទវាឃើញមួយយ៉ាងដូចថាអង្គការបានផ្សព្វផ្សាយអាសត្វដកយើងនឹងវាចង់ផុតពូជទៅហើយបានដឹងថាគេឲ្យមើលតាមឯកសាររបស់យើងនឹងត្រូវអភិរក្សសត្វអីដល់អវៈសត្វដកហ្នឹងខ្ញុំថាខ្ញុំឃើញណាបើឃើញមេសហគមន៍យើងហ្នឹងមេបានគាត់ប្រាប់ថាបើឃើញខ្ញុំរាយការណ៍ប្រាប់គេអញ្ចឹងគាត់ថាបើដឹងពីមុនហ្នឹងវានៅក្បែរផ្ទះខ្ញុំ3 4ដើមហ្នឹងគ្មានបណ្ណាប៉ះបានទេតែដឹងបានឆ្នាំ2023នេះទេបានចាប់ដើមយាមតលឥឡូវហ្នឹងគាត់บอกខ្ញុំវា2សបុកតែ2សបុកហ្នឹងអាសបុកហ្នឹងវាមិនតាន់ឃើញកូននេះឃើញមេដូចបច្ចុកដូចកូននៅទូចក៏មិនដឹងទេដែលខ្ញុំឃ្លាំមើលពីចងាយតាមកែវយិត្តហ្នឹងទៅហ្នឹងបានកែវយិត្តឆ្នាំនេះមើលឆ្ងាយខ្ញុំទៅមើលទៅឃើញមេ2មេ3មេ2មេ3វានៅជុំរបស់វាហ្នឹងអ្នកទៅអាឈើទៅបដូលសៀមាត់ខ្ទង់នេះទៅស្ដីខ្ញុំទៅថាឡៃកើតហាមកុំឲ្យទៅក្បែរនៅសបុកសัตว์ខ្ញុំការពារទាំងអ្នកអាឈើអាព្រៃឥឡូវវាស្ងាត់បាត់ល្អអញ្ចឹងអាចសង្ឃឹមកៅមិនថាកៅវា 100% អាចថាវាលូនទៅហ្មងរហូតដល់វាហើចេញហើយចុះយើងក្នុងមកដៅវាហ្នឹងល្មមតាំងពីកាច់សបុកដល់ពងដល់ហើខែដល់ខែមើលចាប់កាច់សបុកពីខែ8ល្មមទៅដល់ខែ2ខែអីល្មមវាហើយចេញខ្ញុំនៅតែថែរក្សាហ្នឹងមិនអោយបណ្ណាទេព្រោះនៅឃើញអាសត្វហ្នឹងវាស្អាតដូចសត្វនឹងចង់ផុតពូជមកហើយ